ដោយសារតែខ្ញុំមានសម្រស់ស្អាតពេកមិននឹកស្មានថាត្រូវបានអធិរាជដ៏សម្លៀកបំពាក់រហូតអស់ពីខ្លួនហើយឲ្យដេកនៅលើដើម្បីឲ្យមន្ត្រីរាជការទាំងឡាយទស្សនាកំសាន្តនោះទេគ្រាន់តែឆ្លងកាត់មួយយប់ប៉ុណ្ណោះខ្ញុំត្រូវបានពួកសត្វត្រឆានទាំងនោះធ្វើបាបរហូតមើលមិនយល់ឡើយដោយមិនអាចទ្រាំទ្រនឹងការប្រមាថមើលងាយបានខ្ញុំក៏បានបកក្រោយលោតចូលទៅក្នុងបឹងទឹកកកមិននឹកស្មានថាខ្ញុំមិនត្រឹមតែមិនស្លាប់នោះទេថែមទាំងបានការជាថ្មីចំថ្ងៃដែលស៊ីស៊ុយឡើងក្រុងរាជទៀតផងគេពិតជាដោយការពីជាតិមុនអញ្ចឹងរាជសារទី1គឺដកហូតតំណែងរបស់ខ្ញុំប៉ុន្តែក្នុងចិត្តរបស់ខ្ញុំវិញគឺមិនមានភាពរំជើបរំជួលតតែសោះនៅពេលឃើញខ្ញុំមានទឹកមុខស្ដាប់បង្គាប់តាមការរៀបចំរបស់គេគ្រប់យ៉ាងកូស៊ុយមានការរិះរែកបន្តិចផ្អែកលើការយល់ដឹងរបស់គេចំពោះខ្ញុំនៅពេលនេះខ្ញុំគួរតែត្រូវបានគ្រប់គ្រងដោយការច្រណែននិងកំហឹងរហូតទូកំហឹងឡើងហេតុអ្វីបានជាស្ងប់ស្ងាត់បែបនេះទៅវិញគេមិនអស់ចិត្តក៏បានបន្តសម្ដីដែលពោពេញដោយការប្រមាថមើលងាយថែមទៀតយើងក៏មិនមែនជាមនុស្សដាច់ចិត្តគ្មានមេត្តាដែរដោយគិតថាគ្រួសារនាងមានគុណបំណាច់ចំពោះជាតិក្រោយពេលយើងឡើងក្រុងរាជហើយថ្ងៃក្រោយនឹងទទួលនាងចូលវាំងធ្វើជាស៊ូហ្វីពីអាគមហេសីមកជាស្នំឯកនេះជាការបញ្ចុះឋានៈពីប្រពន្ធដល់មកជាប្រពន្ធចុងទោះបីជាកម្រិតឋានៈខុសគ្នាមិនសូវធំដឹងក្តីប៉ុន្តែវាមានលក្ខណៈប្រមាថមើលងាយខ្លាំងណាស់លើកនេះខ្ញុំច្បាស់ជាត្រូវឈួតឡើយហើយមែនទេឲ្យតែខ្ញុំឈួតភ្លាមគេនឹងអាចដាក់ទោសខ្ញុំនិងគ្រួសាររបស់ខ្ញុំបានហើយមិនថាអធិរាជថ្មីរៀបចំយ៉ាងណាគឺពួកយើងធ្វើតាមយ៉ាងនោះចុះដូច្នេះខ្ញុំក៏បាននិយាយដោយគោរពថាខ្ញុំម្ចាស់សូមក្រាបបង្គំទូលអរព្រះគុណដោយផ្អែកលើចំណេះដឹងសម្រស់សីលធម៌និងសមត្ថភាពរបស់នាងការផ្ដល់តំណែងជាស្នំឯកឲ្យនាងគឺជាព្រះមហាករុណាធិគុណទៅហើយតើនាងនៅមានអ្វីមិនពេញចិត្តទៀតគូសុយស្ដីបន្ទោសខ្ញុំគេមិនទាំងស្ដាប់ថាខ្ញុំនិយាយអ្វីផងក៏បានស្ដាប់បង្កាប់ខុសត្រូវស្ដីបន្ទោសខ្ញុំបាត់ទៅហើយដែលនេះបញ្ជាក់ឲ្យឃើញពីការស្អប់ខ្ពើមដ៏ជ្រាលជ្រៅរបស់គេចំពោះខ្ញុំមិនមាត់មួយម៉ាត់ដកឃ្លាចុះទទួលយកការប្រដៅជប់សិនមិញនេះនាងនិយាយថាអីមិញនេះនាងនិយាយថាអរព្រះគុណមែនទេគូសុយដំឡោចង់ស្ដីបន្ទោសខ្ញុំយ៉ាងខ្លាំងប៉ុន្តែនិយាយបានពាក់កណ្ដាលទើបនឹកឃើញថាខ្ញុំមិនមានការមិនពេញចិត្តបន្តិចណាឡើយគឺខ្ញុំពិតជាអរព្រះគុណមែនគេមានទឹកមុខអៀនព្រាននិងភ្ញាក់ផ្អើលជាខ្លាំងហើយសម្លឹងមើលមកខ្ញុំដោយខ្សែភ្នែកមិនគួរឲ្យជឿចំណែកខ្ញុំវិញគឺមានចិត្តស្ងប់ហើយស្ដាប់ការប្រដៅដោយក្តីគោរពបំផុតដូចជាការដើរមួយដែលចំដុំសម្លេងអញ្ចឹងចំពោះខ្ញុំដែលជាបែបនេះគេហាក់ដូចជាតតម្រិះក្នុងការដោះស្រាយក៏គ្រោះវាសដែលអោដើរចេញទៅបាត់ពីចំពោះរឿងដែលគូសុយបដូរខ្ញុំពីប្រពន្ធដើមទៅជាប្រពន្ធចុងនេះប្រតិកម្មរបស់មនុស្សគ្រប់គ្នាក្នុងគ្រួសារបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកឪពុកមានប្រសាសន៍ថារឿងល្អគ្រួសារយើងបានកាត់បន្ថយការសង្ស័យពីរឿងមានគុណបំណាច់ធំធេងបង្កការគំរាមកំហែងដល់ម្ចាស់ក្សត្រហើយអ្នកម្ដាយមានប្រសាសន៍ថាការគ្រប់គ្រងព្រះបរមរាជវាំងផ្នែកខាងក្នុងមិនមែនជារឿងងាយស្រួលនោះទេតាំងពីបុរាណរៀងមកមនុស្សដែលធ្វើជាអាគមហេសីមានតែពីរបីនាក់ប៉ុណ្ណោះដែលរស់នៅបានសុខស្រួលនោះបងប្រុសទាំងពីរនាក់និយាយថាល្អតើតំណែងនេះមានប្រាក់ខែប្រចាំខែមិនតិចទេហើយមនុស្សដែលដណ្ដើមគ្នាក៏មានតិចដែរពួកយើងក៏មិនបាច់បារម្ភថានាងនឹងត្រូវគេជំនួសកន្លែងហើយត្រូវយកជីវិតទៅបដូរយកគុណបំណាច់សឹកដើម្បីការពារតំណែងអាគមហេសីនោះទៀតដែរប្អូនប្រុសមិនសូវយល់រឿងឡើយប៉ុន្តែនៅពេលឃើញអ្នកផ្ទះទាំងអស់មានសភាពធូរស្រាលគេក៏សប្បាយចិត្តទៅតាមហើយរត់លោតពេញទីធ្លាទាំងលោតទាំងស្រែកថាបងស្រីខ្ញុំជាស្នំឯកហើយរឿងនេះបានធ្វើឲ្យខ្ញុំដែលជាម្ចាស់សាមីខ្លួនមានការងឿងឆ្ងល់បន្តិចអូតែពិតជាអ្នកផ្ទះគិតបែបនេះមែនទេចុះជាតិមុនរបស់ខ្ញុំដែលខំប្រឹងប្រែងស្ទើរឈួតដើម្បីការពារតំណែងអាគមហេសីដើម្បីដណ្ដើមយកកិត្តិយសជូនពួកគេនោះគឺមកពីខ្ញុំគិតតែម្នាក់ឯងនិងរំភើបតែម្នាក់ឯងទេពេលនេះខ្ញុំធ្វើជាស្នំឯកមនុស្សគ្រប់គ្នាក្នុងគ្រួសារកាន់តែមានភាពធូរស្រាលនិងសប្បាយចិត្តកាលពីមុននៅពេលដែលត្រូវបានគេកំណត់ថាជាអនាគតព្រះនាងម្ចាស់ខ្ញុំត្រូវរៀនច្បាប់ទម្លាប់ពីមេដោះក្នុងវង្សជារៀងរាល់ថ្ងៃមនុស្សគ្រប់គ្នាក្នុងគ្រួសារក៏មានការព្រួយបារម្ភនិងភ័យខ្លាចតាមនោះដែរឥឡូវនេះខ្ញុំមិនបានធ្វើជាព្រះនាងម្ចាស់ហើយក៏មិនបានធ្វើជាអាគមហេសីដែរមេដោះត្រូវបានគេដកទៅវឹកហាត់អាគមហេសីថ្មីយ៉ាងប្រញាប់ប្រញាល់បាត់ទៅហើយបរិយាកាសនៅក្នុងភូមិគ្រឹះក៏ប្រែជាស្រស់ស្រាយឡើងលោកឪពុកតែងតែបួលពួកយើងផឹកស្រាទទួលជួនកាលនៅពេលដែលមានអារម្មណ៍សប្បាយរាល់គ្នាជួបជុំគ្នាធ្វើឲ្យពេញមួយទីធ្លាពោពេញទៅដោយស្នាមញឹមនិងសម្លេងសើចសប្បាយការបញ្ចុះឋានៈពីប្រពន្ធដើមមកជាប្រពន្ធចុងតើជាគ្រូកាច់មែនទេវាគឺជាលាភសំណាងទៅវិញទេអាគមហេសីដែលគូសុយជ្រើសរើសដោយខ្លួនឯងក៏ជាកូនស្រីរបស់មេតបម្នាក់ដែរមានឈ្មោះថាលីជាបើប្រៀបធៀបជាមួយខ្ញុំដែលត្រូវបានគេកំណត់ជាព្រះនាងម្ចាស់តាំងពីដំបូងនិងត្រូវបានគេបង្ខំឲ្យហ្វឹកហាត់តាមស្តង់ដាររបស់ព្រះនាងម្ចាស់រហូតដល់ក្បាច់គុណពេញមួយទូខ្លួនត្រូវបានបោះបង់ចោលហើយពេលនេះសល់តែសម្បកក្រៅនោះចំណែកឯលីជាវិញគឺនាងមានក្បាច់គុណពិតប្រាកដដោយធ្លាប់បានឡើងសមរភូមិជាមួយឪពុកនិងបងប្រុសហើយធ្លាប់បង្កើតគុណបំណាច់ទៀតផងនាងពិតជាមិនឲ្យខូចឈ្មោះជាកូនស្រីមេតបឡើយកាលពីជាតិមុនគូសុយពិតជាមានចិត្តស្រឡាញ់និងក៏សរសើរនាងណាស់គ្រាន់តែទើសទាល់នឹងគុណបំណាច់ជួយជ្រោមជ្រែងរបស់ឪពុកខ្ញុំនិងទើសទាល់នឹងមនោសញ្ចេតនារបស់ខ្ញុំចំពោះគេដែលមនុស្សគ្រប់គ្នាបានដឹងនៅពេលដែលខ្ញុំមិនព្រមចុះចាញ់ក្នុងការបញ្ចុះឋានៈជាប្រពន្ធចុងហើយឪពុករបស់ខ្ញុំបានប្រគល់អំណាចតបថែមទៀតនោះគូសុយក៏បានយល់ព្រមតែងតាំងខ្ញុំជាអាគមហេសីហើយតែងតាំងលីជាស្នំឯកទោះបីជាពួកយើងនិងគេគឺជាការដោះដូរគ្នាក៏ដោយប៉ុន្តែគេនៅតែយកហេតុផលនេះមកស្អប់ខ្ញុំយ៉ាងខ្លាំង
នៅក្នុងវាំងនិងនៅក្នុងសាលប្រជុំគេបានធ្វើការប្រមាថមើលងាយខ្ញុំគ្រប់បែបយ៉ាងដែលគេអាចធ្វើបានគេបានផ្ដល់នូវរាល់ការគោរពក្នុងនាមជាប្រពន្ធដ៏លីជានិងបានផ្ដល់នូវរាល់ការប្រមាថមើលងាយក្នុងនាមជាប្រពន្ធចុងដល់ខ្ញុំទាំងអស់អើយពិតជាមិនចាំបាច់តតែសោះពួកយើងមិនដណ្ដើមឡើយឬថាពេលដែលពួកមេដោះបង្រៀនលីជាគឺមិនមានការយោគយល់នឹងទុនដៃតតែសោះពួកមេដោះគឺជាមនុស្សដែលត្រូវបានបញ្ជូនមកដោយព្រះមហាក្សត្រយានីដោយសារតែត្រូវបានពួកគាត់ហ្វឹកហាត់អស់រយៈពេល5ឆ្នាំខ្ញុំដឹងច្បាស់ពីល្បិចកលរបស់ពួកគាត់ណាស់កាលពីមុនខ្ញុំធ្លាប់មានការងឿងឆ្ងល់ថាក្នុងនាមជាមេដោះទោះបីជាមានបង្អែករឹងមាំយ៉ាងណាក៏ដោយប៉ុន្តែមនុស្សដែលខ្លួនកំពុងបង្រៀននោះគឺជាអាគមហេសីហេតុអ្វីបានជាមិនទុកមុខឲ្យសោះបែបនេះមិនខ្លាចថ្ងៃក្រោយត្រូវគេទូទាត់បញ្ជីទេក្រោយមកទើបខ្ញុំយល់ច្បាស់អធិរាជមុនបានសោយទីវង្គតលឿនពេកព្រះមហាក្សត្រយានីបានផ្លាស់ប្ដូរតំណែងពីអាគមហេសីមកជាព្រះមហាក្សត្រយានីក្នុងរយៈពេលខ្លីពេកភ្នែកនិងត្រចៀកដែលគាត់បានដាក់ពង្រាយពេញវាំងនៅតែមានហើយតំណែងសំខាន់ជាច្រើននៅក្នុងសាលប្រជុំក៏សុទ្ធតែជាមនុស្សរបស់គាត់ដែរដើម្បីបន្តរក្សាអំណាចដ៏កំពូលនេះការជ្រើសរើសមនុស្សសម្រាប់ធ្វើជាអាគមហេសីថ្មីគឺគាត់ច្បាស់ជាត្រូវលូកដៃចូលជាមិនខានប៉ុន្តែគាត់ក៏មិនចង់ធ្វើវាឲ្យចំពេកដែលនាំឲ្យអាក់អន់ចិត្តដល់ព្រះមហាក្សត្រយានីថ្មីនិងអធិរាជថ្មីនោះដែរដូច្នេះគាត់ក៏បានប្រើល្បិចកលលាក់កំបាំងបើសិនជាមិនមែនជាមនុស្សដែលគាត់បានរៀបចំទុកនោះទេមិនថានរណាមកធ្វើជាអាគមហេសីក៏ដោយក៏មិនអាចនៅបានយូរនិងមិនអាចរស់នៅបានសុខស្រួលឡើយនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តក្នុងការបោះបង់តំណែងអាគមហេសីដែរស្ត្រីចំណាស់ម្នាក់នេះមានសមត្ថភាពក្នុងការបង្កើតរឿងរ៉ាវខ្លាំងណាស់នរណាធ្វើជាអាគមហេសីនរណានឹងត្រូវរងទុក្ខចុះបើអញ្ចឹងឲ្យមនុស្សក្នុងដួងចិត្តរបស់អធិរាជមកទទួលរងទុក្ខនេះចុះព្រោះថាពួកយើងមានចិត្តមេត្តារបស់ល្វីងជូរចត់ច្បាស់ជាត្រូវចែកឲ្យអ្នកអត់ទេញ៉ាំហើយគិតដល់ចំណុចនេះខ្ញុំក៏សប្បាយចិត្តរហូតញ៉ាំពងមាន់អាំងថែមមួយគ្រាប់ទៀតរយៈពេលកន្លះឆ្នាំក្រោយពិធីតែងតាំងអាគមហេសីខ្ញុំនិងកូនស្រីរបស់មន្ត្រីធំពីរ3នាក់ទៀតត្រូវបានបញ្ជូនចូលវាំងលើកពីនេះផ្សំជាមួយនឹងមនុស្សដែលព្រះមហាក្សត្រយានីនិងម្ចាស់ក្ត្រីញ៉ាត់បញ្ចូលមកបុករួមទាំងមនុស្សចាស់មួយចំនួនកាលពីសម័យដែលគូស៊ុយមិនទាន់ឡើងគ្រងរាជ្យឲ្យផងនោះនៅក្នុងវាំងមានស្រីស្នំចិត្ត8នាក់ទៅហើយចំនួននេះបានធ្វើឲ្យខ្ញុំមានភាពសប្បាយរីករាយជាខ្លាំងលីជាពិតជាមនុស្សល្អមែនកាលពីជាតិមុននៅពេលដែលខ្ញុំធ្វើជាអាគមហេសីខ្ញុំមានចិត្តច្រណែនខ្លាំងណាស់គូស៊ុយឡើងគ្រងរាជ្យឲ្យបានកន្លះឆ្នាំមនុស្សស្រីនៅក្នុងវាំងមានមិនដល់10នាក់ផងឲ្យតែព្រះមហាក្សត្រយានីចង់ញាត់មនុស្សចូលខ្ញុំនឹងរកជើងព្រឹករករឿងរ៉ាវគ្រប់បែបយ៉ាងមន្ត្រីទាំងឡាយចង់បញ្ជូនកូនស្រីចូលវាំងគឺកាន់តែមិនបាច់គិតឡើយជាតិពុកនេះសូមអរគុណចំពោះចិត្តទូលាយរបស់លីជាដែលមានសីលធម៌ល្អប្រពៃការពង្រីកវាំងខាងក្នុងជុំទី1របស់អធិរាជទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ដែលវាបានកាត់បន្ថយឱកាសដែលខ្ញុំត្រូវបានគេជ្រើសរើសឲ្យទៅបម្រើការចូលបន្ទុំយ៉ាងខ្លាំងផ្នែកគំនិតជាអ្នកកំណត់គ្រប់យ៉ាងនៅពេលដែលខ្ញុំស្រឡាញ់គូស៊ុយខ្ញុំប្រាថ្នាចង់ឲ្យគេជារបស់ខ្ញុំតែម្នាក់គត់នរណាទៅបម្រើគេក៏ខ្ញុំច្រណែនដែរប៉ុន្តែនៅពេលដែលខ្ញុំមិនស្រឡាញ់គូស៊ុយខ្ញុំមិនចង់ដេកជាមួយគេតតែសោះគ្រាន់តែគិតដល់ការធ្វើការជាមួយគេក៏មានអារម្មណ៍ខ្ពើមផ្អើមទៅហើយក្រោយពេលចូលវាំងហើយក្នុងចំណោមពួកយើងដែលជាស្រីស្នំទៅបម្រើគឺកូនស្រីដែលមកពីគ្រួសារខាងព្រះមហាក្សត្រយានីឈ្មោះថានីហ៊ូណៃហួរគ្រាន់តែចូលវាំងភ្លាមនាងត្រូវបានតែងតាំងជាស្នំឯកដែលមានសម្រស់ស្អាតជាងអាគមហេសីទៅទៀតសម្ដីផ្អែមល្ហែមដូចទឹកឃ្មុំយកចិត្តមនុស្សចេះដឹងច្បាប់ទម្លាប់យ៉ាងខ្ជាប់ខ្ជួនដែលធ្វើឲ្យអធិរាជមានការពេញចិត្តយ៉ាងខ្លាំងហើយព្រះមហាក្សត្រយានីឃើញហើយក៏មានការពេញចិត្តដែរមនុស្សគ្រប់គ្នាគិតថានាងជាមនុស្សស្លូតបូតនិងយកចិត្តប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលដឹងថានាងគឺជាមនុស្សដែលមានចិត្តពុតត្បុតនិងពីស្ពោះខ្លាំងណាស់4 ខែក្រោយមកដោយពឹងផ្អែកលើការទាមទាររបស់ឪពុកនាងនៅក្នុងសាលប្រជុំនិងពឹងផ្អែកលើល្បិចកលផ្ទាល់ខ្លួនរបស់នាងក្នុងការដណ្ដើមការស្រឡាញ់ពួកយើងទាំងឡាយនៅក្នុងក្រុមនេះលើកលែងតែខ្ញុំម្នាក់ចេញគឺសុទ្ធតែធ្លាប់ទទួលបានការសពព្រះរាជរតីទាំងអស់